ប្រឡាយតំបន់ដីសើមយើងត្រូវកាត់បន្ថយនិងប្រើប្រាស់ថ្នាំប៉ូគីមីកសិកម្មឲ្យត្រឹមត្រូវនិងមិនត្រូវចោលសម្រាប់ផ្លាស្ទិកវាកាយនោះទេការពារតំបន់ដីសើមអំពើព្រិចគឺការពារសុខភាពសហគមន៍និងរក្សាវត្តមានសត្វទាលឲ្យបានកាន់តែយូរអង្វែងក្នុងភាពទាក់ទាញទេសចរជាតិនិងអន្តរជាតិការពារតំបន់ដីសើមគឺការពារសុខភាពយើងនិងការពារសត្វទាលរបស់យើង Beneath Cambodian skies, from every home and every នៅមកបើអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សនិងបរិស្ថានតាមរយៈការដុតការបោះចោលទៅលើដីទីវាលការបោះចោលចូលក្នុងប្រភពទឹកនិងការបោះចោលលីឡំជាមួយសំណល់ធម្មតាដែលត្រូវបានប្រមូលយកទៅទីលានចាក់សំរាមដែលធ្វើឲ្យភាពសារធាតុគ្រោះថ្នាក់ទៅដីទឹកក្រោមដីនិងចូលក្នុងចោលតាមរយៈការដកដង្ហើមរត់អាហារការបំពុលទឹកដីចោលជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី from every heart, one voice breaks through. Clean. Servants filled with pride.